បាទសួស្តីទាំងអស់គ្នាសុខសប្បាយទេបាទថ្ងៃនេះលោកគ្រូនៅទឹកដីនៃទីក្រុងខេមរៈភូមិន្ទខេត្តកោះកុងបាទមកមើលផ្ទះកូនសិស្សនៅទីនេះលំដាប់អភិជនម្នាក់ដែលគាត់មានអាជីវកម្មធំដុំហើយឆ្លៀតពេលនេះគាត់ឡាយចែកជូនបងប្អូនកូនចៅឥឡូវយើងមកមើលខាងមុខផ្ទះម្ដងខាងមុខផ្ទះបាទចាខាងមុខផ្ទះបើខាងមុខផ្ទះអញ្ចឹងបើយើងមានទឹកនៅខាងមុខផ្ទះអញ្ចឹងល្អបាទនេះយើងមើលផ្ទះគេកណោះគេធ្វើបែរមុខទៅមាត់ទឹកមានន័យថាកាលណាមុខផ្ទះយើងមានបឹងមានទន្លេមានស្ទឹងមានសមុទ្រមានអូរមានបលាយមានស្រះជាដើមគឺល្អមានហុងស៊ុយល្អបាទវាល្អយ៉ាងម៉េចនៅពេលដែលទឹកនៅខាងមុខផ្ទះយើងបាទមានខ្យល់មានរលកឬក៏មានត្រីមានអីជាដើមបាទវាមានចលនាធម្មជាតិបាទខ្យល់នោះបាទវាបង្កទៅប៉ះទឹកព្រោះយើងដឹងហើយហុងស៊ុយគឺទឹកហើយនឹងខ្យល់កាលណាទឹកនិងខ្យល់ប៉ះគ្នាមានរលកបាចមកបាទរលកតូចក្តីរលកធំអីវាកើតឈីបាទវាកើតឈីកាលណាឈីវាកើតហើយខ្យល់បក់មកបាទហើយផ្ទះយើងនៅចំមុខនោះបាទផ្ទះយើងបែរមុខចំមុខខ្យល់បាទឈីនោះវាចូលមកមុខផ្ទះយើងបាទនៅពេលដែលយើងសាងសង់ផ្ទះយើងគេងដំណេកត្រូវហើយវាមានជោគជតារាសីគ្រប់គ្រាន់សម្រាប់បាទទាញឈីនាំឈីនេះចូលមកក្នុងផ្ទះឈីនោះបាទវាកើតជាជោគជតារាសីបាទវាកើតជាទ្រព្យធនវាកើតជាសុភមង្គលវាកើតជាលាភយសសម្រាប់យើងហើយនឹងក្រុមគ្រួសាររបស់យើង